អាពិតជាមានពិតដែរឬទេនេះគឺជាសាច់រឿងមួយដែលខ្ញុំទទួលបានមកពីអ៊ំប្រុសម្នាក់ដែលគាត់បានចែករំលែកខ្ញុំផ្ទាល់តាម Telegram គាត់បានប្រាប់ខ្ញុំថាកាលពីឆ្នាំ1980គឺគាត់ពិតជាបានឃើញភ្លើងមួយដែលហោះនៅចាំពីមុខគាត់ផ្ទាល់តែម្ដងបើសិនជាយើងវិលត្រឡប់ទៅឆ្នាំ1980វិញអ្នកទាំងគ្នាដឹងហើយសង្គមយើងគឺទៅតែបោះសម្អាតអំពីសង្គ្រាមទេអញ្ចឹងគឺអ្នកខ្លះគឺនៅអត់ទាន់មានផ្ទះអ្នកខ្លះគឺគាត់មានផ្ទះមានជាមួយនឹងមាន់មានអីចឹងទៅអញ្ចឹងគាត់គឺជាអ្នកស្រុកមួយដែលខ្ញុំសូមអបអរគុណឈ្មោះខេតទេហើយអ៊ំប្រុសគឺគាត់មានឈ្មោះថាអ៊ំផាហើយខ្ញុំសូមបញ្ជាក់មួយទៀតថាអ៊ំផាគឺគាត់មានតួនាទីជាពេទ្យដូចគ្នាអញ្ចឹងនៅក្នុងភូមិស្រុកដែលគាត់នៅហ្នឹងគាត់គឺជាពេទ្យដែលពូកែជាងគេតែម្ដងគឺគាត់តែងតែព្យាបាលមិនថាក្មេងចាស់ប្រុសស្រីឬក៏អ្នកណាដែលគាត់មានរបួសស្នាមអីគឺអ៊ំផាពូកែព្យាបាលមែនតើต้องមានពេលមួយខ្ទង់ម៉ោងប្រហែលជា11យប់អ៊ំផាគាត់កំពុងតែសម្រាននៅលើផ្ទះគាត់អញ្ចឹងគាត់ក៏បានឮសំឡេងក្មេងប្រុសម្នាក់ផ្សេងថាអ៊ំអើយជួយបងស្រីខ្ញុំផងបងស្រីខ្ញុំគាត់អត់ស្រួលខ្លួនទេគាត់ក្តៅខ្លួនខ្លាំងណាស់អញ្ចឹងអ៊ំផាគឺអត់ចាំយូរទេគឺបានបើកទ្វារចុះពីលើផ្ទះឈើរបស់គាត់ដើម្បីសម្ដៅទៅរកក្មេងប្រុសនឹងឲ្យប្រាប់ថាចាំតិចអ៊ំយកប្រដាប់ប្រដាពេទ្យសិនអញ្ចឹងនៅពេលដែលគាត់បានរៀបចំជាមួយនឹងប្រដាប់ប្រដាពេទ្យហើយគាត់ក៏បានទៅតាមក្មេងប្រុសនឹងទៅដល់នៅពេលដែលគាត់ទៅដល់ផ្ទះបងស្រីដែលគាត់ក្តៅខ្លួនខ្លាំងនឹងអ៊ំផាគឺបានព្យាបាលយ៉ាងយកចិត្តទុកដាក់មែនតើណាមួយគឺនៅកណ្ដាលយប់ចឹងទៀតគឺគាត់អត់ខ្វល់ទេអ្នកទាំងគ្នាគឺគិតគូរពីសុខភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិខ្លាំងមែនតើគាត់គឺជាពេទ្យមួយដែលអាចនិយាយបានថាពេទ្យដែលមានស្នាដៃពេទ្យឆ្នើមមួយចឹងទៅអញ្ចឹងខ្ទង់មកប្រហែលជា12គឺអ៊ំផាគឺបានត្រឡប់មកផ្ទះវិញគឺគាត់បានធ្វើដំណើរដើរកាត់នៅវាលស្រែក៏ដូចជាព្រៃជាច្រើនមែនតើផាគឺគាត់បានដើរត្រឡប់មកផ្ទះតាមម្នាក់ឯងទេដោយសារតែឆ្នាំ1980នឹងអ៊ំផាគាត់ក៏រៀងនៅក្មេងដែរអ្នកទាំងគ្នាអញ្ចឹងគឺគាត់មាំមួនដោយថាមនុស្សផលដើមទ្រូង5ហាត់គឺអត់ខ្លាចជាមួយនឹងបញ្ហាអីណាមួយយើងជាពេទ្យដែលប្រកែដែរអញ្ចឹងដើរកាត់ជាមួយនឹងព្រៃមកកន្លែងគាត់ដើរសុកអ្នកទាំងគ្នាគាត់គឺបានឮសំឡេងព្រិះព្រុសស្លឹកឈើអញ្ចឹងគាត់ក៏បានងាកមើលឃើញលោមានជាមួយនឹងសត្វពីរណៈផ្សេងដែលចង់មកយាយីគាត់អីចឹងគាត់បានអុចជាមួយនឹងចង្គៀងប្រេងការអ្នកទាំងគ្នាឲ្យមើលជុំវិញហ្នឹងទៅគឺមានឃើញអីទេប៉ុន្តែសំឡេងស្លឹកឈើហ្នឹងគឺវានៅតែបន្តឮធ្វើឲ្យអ៊ំផាហ្នឹងគាត់ស្នើចិត្តថាគាត់នឹងរត់គាត់លេងដើរហើយគាត់គិតថាមានមនុស្សអីទេគាត់ខ្លាចតែមានសត្វមកយាយីគាត់ទេបន្ទាប់ពីគាត់កំពុងតែរត់ហ្នឹងអ្នកទាំងគ្នាគាត់ស្រាប់តែបានឃើញពន្លឺមួយដែលមានពណ៌លឿងខ្ចីអ្នកទាំងគ្នាគឺចាំងមកខាងស្នាមដៃគាត់ងាកទៅមើលអ្វីដែលធ្វើឲ្យគាត់សឹងតែមិននឹកស្មានដល់ដែលគាត់មើលទៅគាត់គិតថាវាមិនមែនជាការពិតណាគឺគាត់បានឃើញភ្លើងមួយគឺរបៀបថាគឺហោះនៅក្បែរខាងស្នាមដៃគាត់នឹងអ្វីដែលសំខាន់ហ្នឹងគឺគាត់បានឃើញភ្លើងហ្នឹងគឺលាយជាមួយនឹងមុខរបស់មនុស្សស្រីម្នាក់ដែលឲ្យគាត់ដែរស្គាល់ទេអ្នកទាំងគ្នាគឺមុខម្នាក់ស្រីហ្នឹងគឺឡើងខ្មៅក្រប់តែម្ដងហើយបាននិយាយពីកន្លែងដែលវាភ្លឺវិញគឺពណ៌លឿងខ្ចីគួរឲ្យខ្លាចខ្លាំងមែនតើពេលនោះហើយអ៊ំផាគឺគាត់អត់ចាំយូរទេគាត់តែគាត់ឃើញប៉ុណ្ណឹងគឺគាត់ថែមលបឿនរត់គុណនឹងពីរគាត់រត់ទៅដល់ផ្ទះភ្លាមគាត់ក៏បានប្រាប់រឿងនឹងទៅដល់ប្រពន្ធគាត់ក៏ដូចជាម្ដាយគាត់ដែលនៅផ្ទះផងដែរនៅពេលដែលគាត់ទៅដល់ផ្ទះប្រាប់ប្រពន្ធនិងម្ដាយចាស់របស់គាត់ហ្នឹងគឺវាខ្ទង់មកប្រហែលជា2 ចន្លប់កន្លះហើយអ្នកទាំងគ្នាយប់ខ្លាំងមែនតើគឺកដាត្រៀតហ្មងចង់នៅពេលដែលគាត់ប្រាប់ហើយចឹងទៅម្ដាយរបស់គាត់ហ្នឹងគឺបានឲ្យកូនបិទបង្អួចអ្នកទាំងគ្នាឃើញលោអាបហ្នឹងវាមកតាមយើងឬក៏វាមិនមែនជាអាបអីចឹងគាត់ក៏ដឹងច្បាស់ដែរក្នុងយប់នោះអ្នកទាំងគ្នាអ៊ំផាគឺគាត់គេងមិនលក់ទេដោយសារតែគាត់ពិតជាភ័យខ្លាំងមែនតើវាជាលើកទី1ដែលគាត់បានឃើញពណ៌លឿងខ្ចីហោះបែបហ្នឹងអញ្ចឹងគាត់ពិតជាអត់ដឹងទេថានោះគឺជាអាបឬក៏ជាអ្វីប៉ុន្តែគាត់គិតថាវាប្រហែលជាអាប 100% ដោយសារតែសម័យហ្នឹងអ្នកទាំងគ្នាគឺអត់សូវមានអេឡិចត្រូនិកអីទេគឺគេចូលមកអភិវឌ្ឍវិទ្យាសាស្ត្រមែនប៉ុន្តែគឺវាថាវាអត់សូវទលំទលាយទេអញ្ចឹងគាត់គិតថាប្រហែលជានៅសល់មានអាបរដូចជាមនុស្សដែលគាត់ស្នងតំណែងអីចឹងទៅខ្ញុំសូមកាត់មកដល់ពេលផឹកឡើងនៅពេលដែលអ៊ំផាកំពុងតែសម្រាននៅលើផ្ទះហ្នឹងស្រាប់តែគាត់ឮសំឡេងប្រពន្ធគាត់ហៅថាបងអើយមាន់យើងងាប់អស់2ក្បាលអញ្ចឹងអ៊ំផាគ្រាន់តែឮប៉ុណ្ណឹងអ្នកនរគ្នាគឺស្ទុះទៅខាងក្រោមយ៉ាងលឿនមែនតែនមកហ្នឹងគាត់ក៏បានចុះទៅខាងក្រោមគឺគាត់បានឃើញមាន់របស់គាត់ដែលនៅក្នុងអាកន្លែងចង្ហុកហ្នឹងណាគឺចេញមកខាងក្រៅហើយមាន់ហ្នឹងគឺរបៀបថាពោះរបស់វាគឺប្រហោងហ្មងគឺគេស៊ីគ្រឿងក្នុងវាអស់លេងតែម្ដងផាជាមួយនឹងម្ដាយចាស់និងប្រពន្ធរបស់គាត់ចាប់ផ្ដើមមានការសង្ស័យទៅលើរឿងហ្នឹងគិតថាមនុស្សយើងលួចមាន់
គឺលួចទៅទាំងអស់ហើយហេតុអីបានជាមន់ហ្នឹងគឺវាខោងទៅវិញដូចមានណាគេមកខ្វះស៊ីជាមួយនឹងគ្រឿងក្នុងវាអញ្ចឹងគាត់ក៏បានយករឿងហ្នឹងទៅប្រាប់លោកមេឃុំអ្នកទាំងគ្នាជាមួយនឹងពាក់ព័ន្ធរឿងហ្នឹងក៏ដូចជាការពីយប់មិញគាត់ឃើញភ្លើងពណ៌លឿងអីចឹងទៅបន្ទាប់ពីលោកមេឃុំបានដឹងជាមួយនឹងដំណឹងនឹងហើយគាត់ក៏បានដាក់ផែនការយប់ហ្នឹងគឺឲ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើការដាក់ជាមួយនឹងអារបៀបថាអាស័យអ្នកទាំងគ្នាចិត្តអាស័យនឹងឲ្យវាស្រួយហើយដាក់នៅតាមព្រៃចឹងទៅបើសិនជាមានអាបមែនវានឹងជាប់ហើយយប់ហ្នឹងបងប្អូនប្រជាពលរដ្ឋរបស់យើងគឺនៅក្នុងផ្ទះមែនប៉ុន្តែមិនបាច់កេងទេម៉ោងប្រហែលជា12ដូចយប់មិញកាលពីអ៊ំផាគាត់ជួបរឿងអាភ្លើងពណ៌លឿងហ្នឹងអញ្ចឹងណាចឹងឲ្យប្រជាពលរដ្ឋនៅក្នុងផ្ទះចាំមើលថាតើមានអាបពិតប្រាកដអត់បើសិនជាមានវាប្រកាសជាជាប់ជាមួយនឹងអាស័យដែលយើងចិត្តស្រួយហ្នឹងហើយតើគ្នាក្នុងយប់នោះគឺជាយប់មួយដែលរន្ធត់ខ្លាំងមែនតើអ៊ំផាគាត់បានប្រាប់ខ្ញុំទៀតថានៅពេលដែលគាត់បានរៀបចំជាមួយនឹងបងប្អូនក្នុងភូមិទាំងអស់គ្នាធ្វើការចិត្តអាស័យចិត្តអីហើយចឹងទៅក៏យប់ហ្នឹងចាំមើលប៉ុន្តែគឺអត់មានឃើញភ្លើងមួយណាដែលហោះមកទេអញ្ចឹងអ្នកភូមិគឺមានការរៀងសង្ហាក់ចិត្តគិតថាអ៊ំផាប្រហែលជាយល់ខុសអីចឹងទៅរឿងរ៉ាវមួយនេះក៏បានដកជាប់អ៊ំផារហូតមកដល់ឆ្នាំ2025ដែលគាត់សប្តាហ៍ថ្ងៃហ្នឹងគឺគាត់មានអាយុរៀងច្រើនហើយកាលពីជំនាន់មុនហ្នឹងឆ្នាំ1980ហ្នឹងគាត់នៅរៀងក្មេងដែរទេហើយចាប់ពីពេលហ្នឹងមកក៏អត់ដែលឃើញមានភ្លើងអីទេប៉ុន្តែអ៊ំផានៅតែគិតសង្ស័យថានៅតែគិតថាវាមានអាបចឹងដោយសារតែមន់របស់គាត់ហ្នឹងស៊ីជាមួយនឹងគ្រឿងក្នុងរបស់វាអស់ហើយមួយទៀតគាត់ឃើញភ្លើងបែបហ្នឹងអញ្ចឹងអ្នកទាំងគ្នាយល់យ៉ាងម៉េចដែរសម្រាប់រឿងហ្នឹងកុំភ្លេចខមមិនខាងក្រោមឲ្យខ្ញុំបានដឹងផងដោយសារតែរឿងរ៉ាវមួយនេះគឺវាសពិចសពិល